សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រាត្រីតំណាលថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅកាន់រឿងនិទានដ៏ព្រឺព្រួចនិងអាកម្មបាំងមួយមានចំណងជើងថាគ្រូស្នេហ៍ព្រៃខ្មោចភូមិត្រពាំងត្រាំងជាភូមិតូចមួយដែលស្ថិតនៅដាច់ឆ្ងាយពីទីប្រជុំជនដោយមានព្រំប្រទល់ជាប់នឹងព្រៃជ្រៅហៅថាព្រៃខ្មោចព្រៃនេះល្បីល្បាញដោយសារភាពស្ងាត់ជ្រងំដើមឈើធំធំមានឫសដុះព័ទ្ធជុំវិញគួរឲ្យខ្លាចនិងរឿងនិទានអំពីគ្រូស្នេហ៍ដ៏ចំណានម្នាក់ឈ្មោះលោកគ្រូឆាយគេនិយាយថាលោកគ្រូឆាយប្រើមន្តអាគមខ្មោចដើម្បីទាក់ទាញនិងលួចយកព្រលឹងស្រីស្អាតពីភូមិក្បែរនោះដើម្បីយកមកធ្វើជាអ្នកបម្រើស្នេហ៍នៅក្នុងផ្ទះអាតកំបាំងរបស់គាត់នៅកណ្ដាលព្រៃម៉ាលីនារីវ័យ22ឆ្នាំដ៏ស្រស់ស្អាតនិងមានមន្តស្នេហ៍ប្រចាំភូមិនាងទើបតែបានភ្ជាប់ពាក្យកាលពីសប្តាហ៍មុនជាមួយវិសាលដែលជាកំឡោះមានកំណាត់គួរសមនិងមានចិត្តក្លាហានបំផុតនៅភូមិពួកគេកំពុងត្រៀមរៀបចំពិធីមង្គលការនៅដើមខែក្រោយតែអកុសលថ្ងៃមួយម៉ាលីបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពេលដែលនាងចេញទៅបីបន្លាយនៅមាត់ព្រៃអ្នកភូមិបានស្វែងរកនាងអស់រយៈពេល1ថ្ងៃពេញនៅទីភូមិផិតពួកគេរកឃើញកន្ត្រកបន្លែរបស់នាងដួលរាយប៉ាយនៅជិតគល់ឈើធំមួយនៅមាត់ព្រៃខ្មោចប៉ុន្តែគ្មានសញ្ញារបស់ម៉ាលីទេលោកតាប៊ុនដែលជាមេភូមិវ័យចំណាស់និងជាអ្នកមានបទពិសោធន៍បានពិនិត្យមើលដីនៅជុំវិញនោះគាត់បានឃើញស្នាមដានជើងស្រាលរបស់នាងដែលហាក់ដូចជាត្រូវបានអូសឬទាញចូលទៅក្នុងម្លប់ព្រៃងងឹតលោកតាប៊ុននេះគឺជារឿងដែលយើងមិនចង់ឃើញសោះស្នាមនេះគឺថ្មីណាស់វាហាក់ដូចជាមានកម្លាំងអថាកំបាំងមួយបានទាញនាងចូលទៅក្នុងព្រៃខ្ញុំខ្លាចថាលោកគ្រូឆៃបានចាប់ចាត់នាងហើយពាក្យសម្ដីរបស់លោកតាប៊ុនបានធ្វើឲ្យវិសាលដូចជាធ្លាក់មកដល់ដីគាត់ឈឺចាប់និងខឹងសម្បាយ៉ាងខ្លាំងវិសាលស្រែកខ្លាំងលោកគ្រូឆៃអីខ្ញុំមិនជឿរឿងអបិយជំនឿនេះទេខ្ញុំជឿតែលើភ្នែករបស់ខ្ញុំនឹងចូលទៅក្នុងព្រៃនោះខ្ញុំនឹងរកម៉ាលីឲ្យឃើញបើគ្រូស្នេហ៍នោះហ៊ានប៉ះសម្បែកតែសក់មួយសរសៃរបស់នាងខ្ញុំនឹងដុតផ្ទះវាចោលអ្នកភូមិភាគច្រើនបានព្យាយាមឃាត់វិសាលព្រោះខ្លាចអំណាចមន្តអាគមរបស់គ្រូស្នេហ៍ប៉ុន្តែវិសាលមិនចុះចាញ់ឡើយគាត់បានបបួលមិត្តភក្តិជិតស្និទ្ធបន្ទាត់ពីអ្នកឲ្យចូលរួមសវណ្ណអាយុ23ឆ្នាំជាអ្នកដែលធ្លាប់ចូលព្រៃជាច្រើនដងដើម្បីបរបាញ់និងប្រមូលឱសថគាត់មានចំណេះដឹងជ្រៅជ្រះពីទីតាំងភូមិសាស្ត្រនិងរុក្ខជាតិក្នុងព្រៃកុសលអាយុ24ឆ្នាំជាមនុស្សមានជំនឿលើសាសនានិងអបិយជំនឿគាត់បានរៀនសូត្រមន្តការពារនិងបណ្ដេញខ្មោចតូចពីលោកគ្រូអាចារ្យក្នុងវត្តការត្រៀមលក្ខណៈមុនពេលចេញដំណើរមុនពេលថ្ងៃលិចបរិសុទ្ធទាំង3បានត្រៀមសម្ភារៈកាំបិតព្រាខ្សែពួរពិលដ៏មានអានុភាពនិងស្បៀងអាហារពេលនោះហើយលោកតាប៊ុនក៏បានមកជួបពួកគេដោយទឹកមុខមិនសប្បាយចិត្តលោកតាប៊ុនវិសាលឯងទិលបានតែស្ដាប់ខ្ញុំយករបស់ទាំងនេះទៅលោកតាប៊ុនបានហុចអំបោះសីមាអំបោះចុងដៃដែលមានមន្តការពារមួយកំណាត់តូចនិងទូងាវមួយដែលពោពេញដោយម្សៅធូបដែលលោកតាបានសូត្រមន្តពីយប់មិញលោកតាប៊ុនព្រៃនេះមិនមែនជាព្រៃធម្មតាទេបើឯងឮសំឡេងហៅឈ្មោះមិនត្រូវឆ្លើយតបឡើយបើឃើញស្រមោលឬរូបភាពស្រស់ស្អាតណាមួយកុំមើលបើប៉ះនឹងអាគមស្នេហ៍ត្រូវយកម្សៅធូបនេះប្រោះហើយសូត្រមន្តតាមដែលកសោចេះសូមឲ្យទេវតាជួយការពារឯងវិសាលបានទទួលយកសម្ភារៈទាំងនោះដោយការគោរពនៅពេលរាត្រីចូលមកក្បាលបរិសុទ្ធទាំង3នាក់ក៏ចាប់ផ្ដើមដំណើរចូលទៅក្នុងព្រៃខ្មោចដ៏ងងឹតសូន្យឈឹងដោយបន្សល់ទុកនៅក្តីបារម្ភនិងសេចក្តីសង្ឃឹមតែមួយគត់អ្នកភូមិត្រពាំងត្រែងពួកគេមិនដឹងទេថាពួកគេកំពុងដើរចូលទៅក្នុងអន្ទាក់នៃមន្តស្នេហ៍អាតកំបាំងដែលលាក់បាំងជាច្រើនទសវត្សរ៍មកហើយនោះទេបុរសទាំង3នាក់គ្រីវិសាលសុវណ្ណនិងកុសលបានសម្រុកដើរចូលជ្រៅទៅក្នុងព្រៃខ្មោចទាំងយប់ព្រៃនៅពេលយប់កាន់តែងងឹតស្លុបគ្មានពន្លឺខែអាចចាំងចូលបានឡើយដោយសារម្លប់ឈើធំនិងវល័យរំពាត់យ៉ាងក្រាស់ឃ្មឹកសំឡេងសត្វល្អិតនិងសំឡេងក្រលួតនៃសត្វយប់បានបង្កើននូវភាពស្ងាត់ជ្រងំនិងគួរឲ្យព្រឺព្រួយពួកគេពឹងផ្អែកតែលើពិលនិងចំណេះដឹងរបស់សុវណ្ណក្នុងការអានសញ្ញាធម្មជាតិប្រហែលជា2ម៉ោងក្រោយមកសុវណ្ណបានផ្អាកដំណើរហើយចង្កូលទៅដីសុវណ្ណខ្សឹបតិច
វិសាលមើលនេះមិនមែនជាស្នាមដានរបស់សត្វទេនេះគឺជាស្នាមដានស្បែកជើងតែវាប្លែកស្នាមដានស្បែកជើងស្ត្រីហាក់ដូចជាត្រូវបានអូសនៅលើស្លឹកឈើស្ងួតអ្វីដែលប្លែកនោះគឺថាក្រៅពីស្នាមជើងរបស់ម៉ាលីក៏មានស្នាមជើងមនុស្សប្រុសម្នាក់ទៀតដែលធំជាងហើយហាក់ដូចជាកំពុងដើរធម្មតាដោយមិនមានភាពប្រញាប់ប្រញាល់អ្វីឡើយវិសាលក្តាប់កំបិតព្រាណានម៉ាលីមិនបានដើរដោយខ្លួនឯងទេនាងត្រូវបានគេអូសឬត្រូវមន្តអាគមបណ្ដាលឲ្យដើរតាមតែនរណាជាម្ចាស់ស្នាមជើងធំនោះគឺគ្រូស្នេហ៍ឆាយមែនទេពេលដើរទៅមុខបន្តិចទៀតវិសាលក៏បានប្រទះឃើញវត្ថុមួយនៅជាប់នឹងបន្លានោះគឺជាកន្សែងដៃពណ៌សដែលម៉ាលីតែងតែប្រើសម្រាប់ជូតញើសគាត់រើសវាឡែនហើយហិតក្លិនវាក្លិនក្រអូបនៃផ្កាម្លឹះដែលធ្លាប់ស្គាល់បានសាយភាយប៉ុន្តែវាលាយឡំជាមួយនឹងក្លិនក្រអូបឈ្ងុយប្លែកមួយទៀតដែលធ្វើឲ្យវិសាលមានអារម្មណ៍ស្រឡំកាំងបន្ទើកសលប្រយ័ត្នប្រយែងក្លិននោះវាជាក្លិនឈើក្រញូងលាយជាមួយក្លិនផ្កាដែលប្រើក្នុងពិធីសែនព្រេនប្រយ័ត្នវិសាលក្លិននេះអាចជាមន្តស្នេហ៍ដើម្បីទាក់ទាញភ្លៃអារម្មណ៍របស់យើងកសលបានប្រាប់វិសាលឲ្យដាក់កន្សែងនោះខ្លាំងថងបិទចិត្តហើយគាត់ក៏ចាប់ផ្ដើមសូត្រមន្តការពារខ្លីៗឡើងវិញខណៈពេលដែលពួកគេបន្តដំណើរតាមដានស្នាមយន្តនោះស្រាប់តែមានសំឡេងខ្សឹបខ្សៀវដ៏ពីរំរណ្ដំមួយបានលេចឡើងពីជុំវិញខ្លួនសំឡេងនោះហាក់ដូចជាបន្លឺចេញពីស្លឹកឈើនិងខ្យល់បក់សំឡេងខ្សឹបខ្សៀវវិសាលអូននៅទីនេះមកតាមសំឡេងអូនមកទីនេះមានភាពកក់ក្ដៅណាស់ឈប់ដើររកទៅវិសាលសំឡេងនោះគឺដូចជាសំឡេងម៉ាលីស្ទើរតែទាំងស្រុងវិសាលស្ទើរតែរត់ទៅរកសំឡេងនោះភ្លាមវិសាលបំរុងនឹងរត់ម៉ាលីនាងពិតជានៅទីនេះមែនខ្ញុំទៅរកនាងហើយសវណ្ណនិងកសាលបានទាញវិសាលមកវិញយ៉ាងប្រញាប់កសលដោយសំឡេងមឹងម៉ាត់ឈប់វិសាលគុំចាញ់លេចលោកតាបុនបានប្រាប់ហើយគ្រូស្នេហ៍ប្រែរូបកាយម៉ាលីដើម្បីតាក់ទាញឯងសំឡេងនេះគឺផ្អែមពេកពីរោះពេកវាមិនមែនជាម៉ាលីដែលកំពុងភ័យខ្លាចទេកសលយកម្សៅធូបក្នុងទូងោប្រោះទៅលើខ្លួនវិសាលហើយសូត្រមន្តការពារដ៏ខ្លាំងមួយភ្លាមស្រាប់តែសំឡេងខ្សឹបខ្សៀវនោះក៏រលាយបាត់ទៅវិញហើយភាពស្ងាត់ជ្រងំដ៏សែនត្រជាក់ក៏វិលមកវិញវិសាលស្ទើរតែដួលទៅលើដីដោយមានអារម្មណ៍ថាខ្លួនគេទៅនឹងភ្ញាក់ពីភាពយល់សប្តិតួគេបានដឹងច្បាស់ថាកម្លាំងដែលនៅពីមុខតួគេមិនមែនជាមនុស្សធម្មតាទេតែជាមន្តអាគមដ៏ចំណានពួកគេសម្រេចចិត្តបន្តដំណើរដោយប្រុងប្រយ័ត្នជាទីបំផុតតួគេបានចងអំបោះសីមាដែលលោកតាប៊ុនឲ្យនៅជុំវិញដៃម្នាក់ហើយកសលបានដើរនៅខាងមុខដើម្បីការពារភ្លឺពួកគេកាន់តែចូលជ្រៅស្នាមជើងក៏នាំពួកគេទៅដល់ទួលតូចមួយដែលមានកូនខ្ទុំតូចធ្វើពីឈើបាក់បែកចាស់ដែលហ៊ុំព័ទ្ធដោយដើមចេកព្រៃសវណ្ណមើលទៅវាហាក់ដូចជាមានផ្ទះនរណាម្នាក់ធ្លាប់រស់នៅទីនេះពីមុនតែវាមិនទាន់ជាផ្ទះគ្រូស្នេហ៍ឆៃទេក្រុមអ្នកស្វែងរកបានឈប់សម្រាកនៅមាត់ទួលដែលមានកូនខ្ទុំចាស់ទ្រុឌទ្រោមនោះភាពស្ងាត់ជ្រងំនៃតំបន់នោះហាក់ដូចជាខុសប្លែកពីផ្នែកផ្សេងទៀតនៃព្រៃវាមានអារម្មណ៍ដូចជាថាមពលអាក្រក់មួយត្រូវបានប្រមូលផ្ដុំនៅទីនេះការត្រួតពិនិត្យកូនខ្ទឹមវិសាលសុវណ្ណនិងកុសលបានសម្រេចចិត្តចូលទៅពិនិត្យកូនខ្ទឹមនោះដោយប្រយ័ត្នប្រយែងបំផុតខ្ទឹមនេះធ្វើពីឈើប្រក់ស្រឹកត្នោតចាស់ចិញ្ចៀងត្រូវបានរុំព័ទ្ធដោយវិលរខៀតជាតិទ្វារបានបាក់ធ្លាក់ចុះទៅលើដីហើយនៅខាងក្នុងមានក្លិនដីសាមលាយឡំជាមួយក្លិនក្រអូបឈ្ងុយចម្លែកដែលជាក្លិនដូចគ្នានឹងក្លិនជាប់កន្សែងដៃរបស់ម៉ាលីវិសាលខ្សឹបក្លិននេះវាប្រកាសជាជាប់តាក់តងនឹងគ្រូស្នេហ៍នោះហើយលើកឡើងតែធ្ជួងដែលបានរលត់នៅទីកំដៅដែលធ្លាប់ជាចង្ក្រាននិងវត្ថុចម្លែកមួយចំនួនវត្ថុទាំងនោះមានដូចជាដបទឹកអបចាស់ក្របអង្គរពណ៌លឿងដែលសូត្រមន្តហើយនិងរូបចម្លាក់ឈើតូចរាងស្រីសុវណ្ណបានប្រើពេលរបស់គាត់ឆ្លោះទៅលើជញ្ជាំងខាងក្នុងដែលធ្វើពីក្តារចាស់គាត់ស្រាប់តែប្រទះឃើញស្នាមគំនូរដោយប្រើធ្យូងដែលមើលទៅដូចជាគំនូររបស់ក្មេងប៉ុន្តែគំនូរទាំងនោះបានពណ៌នាពីទិដ្ឋភាពដ៏គួរឲ្យរន្ធត់គំនូរទី1បង្ហាញពីមនុស្សស្រីជាច្រើននាក់កំពុងឈរតម្រង់ជួរគំនូរទី2បង្ហាញពីបុរសម្នាក់ដែលមានរោមភ្នែកវែងកំពុងកាន់ថូផ្កាគំនូរទី
បង្ហាញពីស្ត្រីម្នាក់ត្រូវបានគេចាក់សនៅក្នុងបន្ទប់ងងឹតមួយហើយនៅខាងក្រោមមានសរសេរអក្សរប្លែកៗជាភាសាខ្មែរបុរាណដែលគេពិបាកនឹងអានកសលប៉ះគំនូដោយខ្លាចមើលគំនូនេះទៅនេះមិនមែនជាគំនូធម្មតាទេខ្ញុំធ្លាប់ឃើញអក្សរបែបនេះនៅក្នុងសៀវភៅបុរាណនៅវត្តវាអាចជាអក្សរដែលប្រើសម្រាប់រំលឹកគុណឬដាក់បណ្ដាសាហើយរូបភាពស្រីៗទាំងនេះតំណងជាជនរងគ្រោះមុនម៉ាលីសូវ៉ាន់បានប្រើពិលរបស់គាត់ឆ្លោះទៅលើជញ្ជាំងខាងក្នុងដែលធ្វើពីក្តារចាស់គាត់ស្រាប់តែប្រទះឃើញស្នាមគំនូដោយប្រើធ្យូងដែលមើលទៅដូចជាគំនូរបស់ក្មេងប៉ុន្តែគំនូទាំងនោះបានពណ៌នាពីទិដ្ឋភាពដ៏គួរឲ្យរន្ធត់គំនូទី1បង្ហាញពីមនុស្សស្រីជាច្រើននាក់កំពុងឈរតម្រង់ជួរគំនូទី2បង្ហាញពីបុរសម្នាក់ដែលមានរោមភ្នែកវែងៗកំពុងកាន់ថូផ្កាគំនូទី3បង្ហាញពីស្ត្រីម្នាក់ត្រូវបានគេចាក់សោនៅក្នុងបន្ទប់ងងឹតមួយហើយនៅខាងក្រោមមានសរសេរអក្សរប្លែកៗជាភាសាខ្មែរបុរាណដែលគេពិបាកនឹងអានកសលប៉ះគំនូដ៏ខ្លាចមើលគំនូនេះទៅនេះមិនមែនជាគំនូធម្មតាទេខ្ញុំធ្លាប់ឃើញអក្សរបែបនេះនៅក្នុងសៀវភៅបុរាណនៅវត្តវាអាចជាអក្សរដែលប្រើសម្រាប់រំលឹកគុណឬដាក់បណ្ដាសាហើយរូបភាពស្រីៗទាំងនេះទំនងជាជនរងគ្រោះមុនម៉ាលីពួកគេបានសម្រេចចិត្តមិននៅទីនោះយូរពេកក៏បន្តដំណើរទៅមុខតាមស្នាមជើងពេលពួកគេចេញពីខ្ទមបាក់បែកនោះសូវ៉ាន់បានកត់សម្គាល់ឃើញវលិមួយប្រភេទដែលដោះឡើងសូវ៉ាន់វលិនេះវាជាវលិស្នេហ៍ដង្ហើមវលិនេះមានជាតិពុលដែលអាចធ្វើឲ្យមនុស្សវិលមកនឹងចាន់បោកគេបានយ៉ាងងាយវាដុះតែនៅជាតិផ្ថាគ្រូអាគមខ្មែរប៉ុណ្ណោះយើងកាន់តែខិតជាតិទីតាំងហើយក្រោយពីដើរប្រហែលជាកន្លះគីឡូម៉ែត្រទៀតពួកគេបានទៅដល់ទីទួលមួយនៅចំកណ្ដាលភ្នំពួកគេបានឃើញមានផ្ទាំងថ្មធំៗតម្រៀបគ្នាដែលមើលទៅដូចជាច្រកចូលនៃលអាងឬផ្លូវសម្ងាត់មួយនៅលើផ្ទាំងថ្មនោះមានឆ្លាក់រូបរាងដូចជាស្នាមបាតដៃរបស់មនុស្សប្រុសម្នាក់នៅចន្លោះថ្មទាំងនោះពួកគេក៏បានប្រទះឃើញសញ្ញាចុងក្រោយរបស់ម៉ាលីនោះគឺបូពណ៌ផ្កាឈូកដែលនាងតែងចងសក់បូនោះត្រូវបានចងជាប់នឹងម៉ែកឈើដែលមើលទៅដូចជាការទុកសញ្ញាដោយចេតនាវិសាលបូនេះគឺនាងចង់ទុកឲ្យឃីមនាងប្រាប់ផ្លូវយើងហើយនាងត្រូវតែនៅខាងក្នុងច្រកថ្មនេះហើយតើច្រកថ្មអាចកំបាំងនេះនឹងនាំពួកគេទៅរកគ្រូស្នេហ៍ឆាយនិងម៉ាលីដែរឬទេហើយតើមិនស្នេហ៍អ្វីខ្លះដែលកំពុងរងចាំពួកគេនៅខាងក្នុងការរកឃើញបូពណ៌ផ្កាឈូករបស់ម៉ាលីបានផ្ទុលក្តីសង្ឃឹមយ៉ាងមុតម៉ាំដល់វិសាលនិងមិត្តភ័ក្តិរបស់គាត់ពួកគេបានដឹងថាម៉ាលីព្យាយាមប្រាប់ពួកគេពីទីតាំងរបស់នាងហើយនាងកំពុងរងចាំជំនួយច្រកថ្មដែលតម្រៀបគ្នានោះមើលទៅដូចជាច្រកចូលនៃលអាងមួយប៉ុន្តែវាមានកម្ពស់ទាបណាស់ទាមទារឲ្យពួកគេលូនចូលមុននឹងចូលកុសលបានប្រើម្សៅធូបនិងសូត្រមន្តការពារម្ដងទៀតដើម្បីបណ្ដេញវិញ្ញាណអាក្រក់ដែលអាចរងចាំនៅមាត់ទ្វារកុសលដោយទឹកមុខម៉ាំតាំងចិត្តឲ្យណែនកន្លែងនេះពោពេញដោយធម៌ពលខ្មៅខ្លាំងក្លាណាស់កុំនិយាយឬប៉ះអ្វីទាំងអស់ដោយមិនចាំបាច់ពួកគេបានលូនចូលតាមច្រកទូចនោះនៅពេលពួកគេឈានជើងចូលលអាងនៅខាងក្នុងបានបើកទូលាយធំជាងការរំពឹងទុកភាពងងឹតសូនឈឹងនិងសំណើមត្រជាក់ស្រាវស្រាញបានបង្កើននៅបរិយាកាសភ័យខ្លាចពេលឆ្លុះពិលទៅមុខពួកគេបានឃើញនៅទិដ្ឋភាពដែលធ្វើឲ្យពួកគេព្រឺសម្បូរលអាងនោះហាក់ដូចជាត្រីបានគេប្រើជាទីសក្ការៈបូជាឬទីធ្វើពិធីនៅចំកណ្ដាលមានទម្រើផ្កាថ្មមួយដ៏ធំនៅលើទម្រើនោះមានតម្កល់វត្ថុជាច្រើនដែលគេមិនដែលឃើញពីមុនមកថូទឹកអប់ដែលមានក្លិនក្រអូបឈ្ងុយដោយក្លិនមុនស្នេហ៍ដែលទូកេធំនៅខាងក្រៅរូបចម្លាក់ឈើតូចៗរាងស្ត្រីជាច្រើនដែលមើលទៅដូចជាមានអាយុកាលរាប់សិបឆ្នាំហើយរូបនីមួយៗមានជាប់នឹងសរសៃសក់ពិតប្រាកដកញ្ចក់បុរាណមួយដោយមើលទៅដូចជាកញ្ចក់ទិព្វសម្រាប់មើលមនុស្សពីចម្ងាយគល់ធូបច្រើនរាប់មិនអស់ដែលដោតនៅជុំវិញទម្រើសវណ្ណភ្ញាក់ផ្អើលរូបចម្លាក់ស្រីៗទាំងនេះខ្ញុំគិតថាពួកគេប្រហែលជាប្រលឹងនៃជនរងគ្រោះមុនដែលគ្រូស្នេហ៍ឆាយបានចាប់យកមកដាក់នៅទីនេះខណៈពេលដែលវិសាលកំពុងស្វែងរកអ្វីដែលទាក់ទងនឹងម៉ាលីកុសលបានប្រទះឃើញនៅសៀវភៅស្បែកក្រាស់មួយក្បាលដែលរុំដោយខ្សែអំបោះក្រហមហើយលាក់នៅក្នុងគំនរថ្មនៅពេលបើកមើលពួកគេបានឃើញអក្សរចារឹកនិងរូបគំនូរប្លែកៗកុសល
នេះប្រហែលជាសៀវភៅមន្តអាគមខ្មៅរបស់លោកគ្រូឆាយមើលអក្សរទាំងនេះទៅគឺនិយាយអំពីរបៀបដាក់មន្តស្នេហ៍តាមរយៈការលួចយកដង្ហើមនិងស្រមោលរបស់មនុស្សស្រីហើយត្រូវរក្សារូបចម្លាក់ដែលតំណាងឲ្យព្រលឹងរបស់ពួកគេនៅកន្លែងធ្វើពិធីនេះវិសាលចាប់ផ្ដើមបាក់ទឹកចិត្តបើលោកគ្រូឆាយបានលួចយកដង្ហើមនិងស្រមោលម៉ាលីរួចហើយនោះនាងប្រហែលជាគ្មានកម្លាំងនិងស្មារតីគ្រប់គ្រាន់ដើម្បីរត់គេចខ្លួនឡើយពេលពិនិត្យមើលលអាងនោះកាន់តែលម្អិតធួគេបានរកឃើញនៅផ្លូវទូចមួយដែលនាំទៅកាន់ច្រកចេងទី2នៅមាត់ច្រកនោះធួគេបានឃើញមានឆ្នាំងចាក់មួយដាក់ចំពីមុខដោយមានដីខ្មៅដែលឆ្នាំងនោះត្រូវបានដាំពីលើសុវណ្ណចាប់អារម្មណ៍នេះជាឆ្នាំងម៉ាម៉ាគេប្រើវាសម្រាប់ការពារផ្ទះពីគ្រោះថ្នាក់បើមានរបស់របរប្រភេទនេះនៅទីនេះមានន័យថាផ្ទះរបស់គ្រូស្នេហ៍ឆាយត្រូវតែស្ថិតនៅជិតច្រកចេញនេះហើយវិសាលក្តាប់ដៃជាប់ពួកគេបានរកឃើញទីតាំងហើយពួកគេបានដឹងថាគ្រោះថ្នាក់ពិតប្រាកដកំពុងរងចាំនៅខាងក្រៅពួកគេបានចេញពីលអាងនោះយ៉ាងស្ងៀមស្ងាត់ហើយបានឃើញនៅផ្ទះមួយដែលសង់យ៉ាងលាក់កំបាំងដោយវលីរំពាត់ដែលមើលទៅដូចជាផ្ទះអ្នកតាជាជាងផ្ទះមនុស្សធម្មតានៅពេលដែលពួកគេចេញពីលអាងមកដល់ខាងក្រោយពួកគេបានឃើញផ្ទះរបស់លោកគ្រូឆាយវាជាខ្ទមឈើដ៏ធំមួយប៉ុន្តែមើលទៅហាក់ដូចជាត្រូវបានធម្មជាតិលេបត្របាក់វាត្រូវបានព័ទ្ធជុំវិញដោយគុម្ពោតផ្កាចម្លែកៗដែលមានក្លិនក្រអូបឈ្ងុយគួរឲ្យទាក់ទាញដែលជាប្រភេទផ្កាមិនដែលដុះនៅក្នុងព្រៃធម្មតាឡើយភាពស្ងប់ស្ងាត់នៅទីនោះគឺគួរឲ្យខ្លាចហាក់ដូចជាសត្វព្រៃទាំងអស់សុទ្ធតែត្រូវបានមន្តអាគមឲ្យស្ងាត់ស្ងៀមបុរសទាំង3នាក់បានលូនចូលទៅជិតផ្ទះដោយប្រុងប្រយ័ត្នបំផុតពួកគេបានឃើញមានមនុស្សម្នាក់កំពុងអង្គុយបែរខ្នងនៅរានហាលផ្ទះគាត់ជាបុរសវ័យចំណាស់ម្នាក់ដែលមានរាងស្គមប៉ុន្តែមានសក់វែងសស្គោះនិងស្លៀកពាក់ខ្មែរនោះគឺលោកគ្រូឆាយកំពុងសូត្រមន្តខ្សឹបខ្សៀវហើយនៅពីមុខគាត់មានទៀនខ្មៅ3ដើមដែលកំពុងឆេះសន្ធោសន្ធៅកុសលបានខ្សឹបប្រាប់វិសាលកុសលខ្សឹបនោះគឺលោកគ្រូឆាយហើយគាត់កំពុងធ្វើពិធីប្រយ័ត្នគាត់មានថាមពលខ្លាំងណាស់ទូគេបានព្យាយាមដើរលុបចូលតាមចំហៀនផ្ទះដើម្បីរកមើលម៉ាលីនៅពេលពួកគេដើរដល់ខាងក្រោយផ្ទះពួកគេក៏បានឃើញបន្ទប់ចាក់សោមួយតាមចន្លោះប្រហោងនៃជញ្ជាំងឈើវិសាលបានលួចមើលចូលទៅខាងក្នុងហើយគាត់បានឃើញម៉ាលីអង្គុយនៅជ្រុងបន្ទប់នាងនៅតែស្រស់ស្អាតប៉ុន្តែមុខរបស់នាងស្លែកស្លាំងភ្នែករលីងរឡុងហាក់ដូចជាគ្មានប្រលឹងនាងមើលទៅមិនដូចម៉ាលីដែលវិសាលស្គាល់នោះទេនាងហាក់ដូចជាស្ថិតនៅក្រោមឥទ្ធិពលនៃមន្តអាគមដ៏ខ្លាំងក្លាមួយវិសាលឈឺចាប់ម៉ាលីខ្ញុំត្រូវតែជួយនាងភ្លាមវិសាលបានស្ទុះទៅវាយបំបីសោប៉ុន្តែមុនពេលដែលគាត់អាចប៉ះសោនោះស្រាប់តែមានសម្លេងមួយបន្លឺឡើងពីក្រោយពួកគេលោកគ្រូឆៃហួសពេលហើយកំឡោះអើយកុំបារម្ភអីនាងសប្បាយចិត្តជាមួយខ្ញុំហើយនាងគ្មានបំណងចង់ទៅណាទេការប៉ះទង្គិចគ្នាដោយអំណាចមន្តអាគមលោកគ្រូឆាយបានឈរនៅពីមុខតុគេដោយមានភ្នែកពណ៌ក្រហមឆ្អែតហើយដៃរបស់គាត់កំពុងកាន់ដំបងឈើទូចមួយដែលចងដោយស្រសៃសក់មនុស្សស្រីវិសាលដោយកំហឹងលែងម៉ាលីភ្លៀងឯងជាគ្រូអាគមខ្មៅគ្មានបេះដូងខ្ញុំនឹងយកនាងនៅវិញគ្រូស្នេហ៍ឆាយញញឹមយ៉ាងព្រឺព្រួចហើយលើកដំបងឈើរបស់គាត់បានសូត្រមន្តយ៉ាងលឿនហើយស្រាប់ចែផ្កាក្រអូបដែលនៅជុំវិញផ្ទះបានបកមកជុំវិញបុរសទាំង3ក្លិននោះគឺផ្អែមល្ហែមហួសហេតុធ្វើឲ្យវិសាលស្ទើរតែដួលសន្លប់ហើយមានអារម្មណ៍ថាខ្លួនគាត់ចង់នៅកន្លែងនោះជារៀងរហូតលោកគ្រូឆាយក្លិននេះគឺជាស្នេហ៍កំលោះអើយនាងមិនមែនជាកម្មសិទ្ធិរបស់ឯងទេនាងត្រូវតែនៅជាមួយខ្ញុំដែលយល់ពីតណ្ហានិងសេចក្តីស្រឡាញ់ពិតចូលឯងទាំង3នាក់នៅជាមួយម៉ាលីចុះមកធ្វើជាអ្នកបម្រើរបស់ខ្ញុំសុវណ្ណនិងវិសាលចាប់ផ្ដើមវង្វេងស្មារតីពួកគេមានអារម្មណ៍ថាចង់លុតជង្គង់ចុះហើយបម្រើគ្រូស្នេហ៍ឆាយសុវណ្ណមែនហើយលោកគ្រូយើងគួរតែនៅទីនេះវិសាលម៉ាលីនាងពិតជាស្រឡាញ់គ្រូស្នេហ៍មែនមានតែកុសលម្នាក់ប៉ុណ្ណោះដែលនៅមានស្មារតីរឹងមាំដោយសារតែគាត់មានអំបោះសីមានិងបានសូត្រមន្តការពារជាច្រើនដងគាត់បានឃើញឱកាសនោះក៏ទាញទូងាវដែលមានសោធូបហើយប្រោះទៅលើគ្រូស្នេហ៍ឆៃនិងមិត្តភក្តិរបស់គាត់កុកសិល
ស្រែកយ៉ាងខ្លាំងអូមទេវតាសូមបណ្ដេញអំពើអាក្រក់នេះចេញម្សៅធូបនោះបានប៉ះនឹងរាងកាយលោកគ្រូឆៃស្រាប់តែគាត់បានស្រែកយំយ៉ាងឈឺចាប់ហើយអំណាចមន្តអាគមរបស់គាត់ក៏បានចុះខ្សោយភ្លាមផ្កាក្រអូបបានរលាយបាត់ទៅវិញហើយវិសាលនិងសវណ្ណក៏បានភ្ញាក់ឡើងវិញលោកគ្រូឆៃស្រែកឯងហ៊ានប្រើរបស់បរិសុទ្ធមកតោះតែងនឹងស្នេហាខ្ញុំលើវិសាលឃើញឱកាសនោះក៏ចាប់យកដុំថ្មធំមួយហើយបោះទៅលើដំបងឈើរបស់គ្រូស្នេហ៍ឆាយបណ្ដាលឲ្យដំបងនោះបាក់ជាពីរកំណាត់គ្រូស្នេហ៍ឆាយបានដួលចុះទៅលើដីគាត់ហាក់ដូចជាបាត់បង់អំណាចមួយផ្នែកធំរបស់គាត់វិសាលនិងកុសលបានរត់ទៅបំបែកសៅបន្ទប់ម៉ាលីយ៉ាងលឿនបន្ទាប់ពីដំបងមន្តអាគមរបស់លោកគ្រូឆាយត្រូវបានបំបែកថាមពលអាក្រក់នៅក្នុងបរិវេណនោះបានថយចុះយ៉ាងខ្លាំងវិសាលនិងកុសលបានប្រើកាំបិតព្រាដើម្បីបំបែកសៅដែកដ៏ធំដែលចាក់បន្ទប់ឃុំឃាំងម៉ាលីវិសាលបានស្ទុះចូលទៅអោបម៉ាលីប៉ុន្តែគាត់មានការតក់ស្លួតជាខ្លាំងព្រោះម៉ាលីមិនបានតបស្នងវិញឡើយនាងនៅតែអង្គុយស្ងៀមស្ងាត់ភ្នែកសម្លឹងមើលទៅមុខទាំងល្វើយដូចជាមនុស្សបាត់បង់ស្មារតីទាំងស្រុងវិសាលស្រែកដោយក្តីឈឺចាប់ម៉ាលីអូនភ្ញាក់ឡើងនេះបងមកហើយកុសលពិនិត្យមើលម៉ាលីគាត់មិនអីទេវិសាលគាត់នៅរស់តែគាត់ដូចជាគ្មានព្រលឹងលោកគ្រូឆៃប្រកាសជាបានលួចយកព្រលឹងនិងដង្ហើមរបស់គាត់តាមរយៈមន្តស្នេហ៍ខ្មៅហើយយើងត្រូវតែនាំគាត់ចេញពីទីនេះសិនលោកគ្រូឆាយបានងើបឡើងវិញដោយការឈឺចាប់ទោះបីបាត់បង់ដំបងហើយក៏ដោយគាត់នៅតែមានអំណាចដ៏ខ្លាំងក្លាលោកគ្រូឆាយកុំហ៊ានយកស្នេហ៍របស់ខ្ញុំទៅនាងជាកម្មសិទ្ធិរបស់ខ្ញុំនាងនឹងនៅទីនេះរហូតទៅហើយឯងនឹងនៅទីនេះជាមួយនាងគាត់បានលើកដៃទាំងពីរឡើងហើយសូត្រមន្តដ៏វែងមួយស្រាប់តែមានរុក្ខជាតិបន្លានិងវល័យរំពាត់យ៉ាងលឿនចេញពីដីព្យាយាមចាប់ពួកគេឲ្យជាប់សុវណ្ណដែលមានបទពិសោធន៍ផ្នែកព្រៃឈើបានប្រើកាំបិតព្រារបស់គាត់កាប់វល័យទាំងនោះយ៉ាងលឿនដើម្បីបើកផ្លូវរត់គេចសុវណ្ណស្រែកយើងត្រូវតែរត់ទៅលអាងវិញលអាងមានរបស់ការពារខ្លះវិសាលបានបីម៉ាលីយ៉ាងលឿនទាំងខ្សឹបប្រាប់នាងថាគាត់នឹងការពារនាងបរោះទាំង3នាក់បានរត់សម្ដៅទៅកាន់លអាងដែលជាទីសក្ការៈបូជារបស់គ្រូស្នេហ៍លោកគ្រូឆាយបានដេញតាមពីក្រោយដោយបាញ់មន្តអាគមខ្មៅដាក់ពួកគេឥតឈប់ឈរពេលពួកគេរត់ចូលទៅក្នុងលអាងពួកគេបានដឹងថាវត្ថុដែលគ្រូស្នេហ៍ខ្លាចជាងគេគឺម្សៅធូបនិងអំបោះសីមាកុសលបានយកម្សៅធូបប្រោះពេញច្រកចូលលអាងដើម្បីទប់ស្កាត់ការតាមចាប់ពីលោកគ្រូឆាយពេលនៅខាងក្នុងលអាងកុសលបានត្រឡប់ទៅរកសៀវភៅស្បែកក្រាតរបស់លោកគ្រូឆាយវិញគាត់បានព្យាយាមស្វែងរកវិធីដើម្បីជួយម៉ាលីកុសលអានសៀវភៅខ្ញុំរកឃើញហើយដើម្បីយកព្រលឹងដែលត្រូវមន្តស្នេហ៍ខ្មៅមកវិញគេត្រូវតែបំផ្លាញនៅរបស់ដែលតំណាងឲ្យបេះដូងស្នេហ៍របស់គ្រូស្នេហ៍នោះបើគ្មានរបស់នេះទេថាភូមិមន្តអាគមរបស់គាត់នឹងរលាយបាត់ទាំងស្រុងវិសាលអន្ទាសាតើវាជាអ្វីតើវាលាក់នៅទីណាកុសលបានអានតទៅទៀតហើយក៏ប្រទះឃើញនៅទំព័រដែលរៀបរាប់អំពីប្រវត្តិរបស់លោកគ្រូឆាយលោកគ្រូឆាយធ្លាប់ជាគ្រូអាគមពណ៌សប៉ុន្តែដោយសារតែបរាជ័យនៃការសុំស្នេហ៍ពីស្រីម្នាក់គាត់ក៏បានងាកមកប្រោមមន្តអាគមខ្មៅហើយបានប្រកាសបេះដូងថ្មមួយកុសលវាជាទស្សនៈថ្មស្នេហ៍គាត់បានយកថ្មដែលមានថាមពលក្នុងព្រៃនេះហើយបញ្ចូលមន្តអាគមរបស់គាត់ចូលទៅក្នុងវាត្រូវតែលាក់នៅកន្លែងដែលគាត់មិននឹកស្មានដល់ដូចជាក្នុងរូបចម្លាក់ដែលតំណាងឲ្យប្រលឹងជនរងគ្រោះទូគេបានសម្លឹងមើលរូបចម្លាក់ឈើតូចៗជាច្រើនដែលតម្កល់នៅលើតម្រាប់ការថ្មរូបចម្លាក់នីមួយៗហាក់ដូចជាមានជីវិតបន្តិចៗតើរូបចម្លាក់ណាមួយដែលផ្ទុកនៅបេះដូងថ្មស្នេហ៍នៅខាងក្រៅលអាងសំឡេងគ្រូស្នេហ៍ឆាយបានស្រែកត្រហឹងអឹងកងគាត់កំពុងខឹងសម្បាយ៉ាងខ្លាំងដោយសារតែកុសលបានប្រើម្សៅធូបររាំងច្រកជូនបរោះទាំង3នាក់ដឹងថាពួកគេមានពេលខ្លីណាស់មុនពេលដែលលោកគ្រូឆាយរកវិធីបំបែករបាំងមន្តអាគមរបស់កុសលបានភ្នែករបស់ពួកគេបានសម្លឹងមើលទៅរូបចម្លាក់ឈើតូចៗជាច្រើនដែលតម្កល់នៅលើទម្រើថ្មនៅកណ្ដាលលអាងរូបចម្លាក់នីមួយៗត្រូវបានតំណាងឲ្យព្រលឹងមនុស្សស្រីដែលគ្រូស្នេហ៍ឆៃបានចាប់ទៅវិសាលបេះដូងលោតញាប់
យើងត្រូវតែរកបេះដូងថ្មនោះឲ្យឃើញតើត្រូវចាប់ផ្ដើមពីណាទៅកុសលកាន់សៀវភៅតាមសៀវភៅនេះបេះដូងថ្មនោះមានថាមពលខ្លាំងក្លានិងក្តៅជាងវត្ថុដទៃវាត្រូវបានលាក់នៅក្នុងរូបចម្លាក់របស់ស្រីម្នាក់ដែលគាត់ចាប់បានដំបងគេបង្អស់ព្រោះនាងជាដើមហេតុនៃមន្តស្នេហ៍ខ្មៅរបស់គាត់សវណ្ណដែលជាអ្នកមានភាពប៉ិនប្រសប់នៅការសង្កេតបានចាប់ផ្ដើមពិនិត្យមើលរូបចម្លាក់ទាំងអស់គាត់សង្កេតឃើញថារូបចម្លាក់មួយក្នុងចំណោមរូបចម្លាក់ទាំងនោះមានភាពចំណាស់ជាងគេហើយមានសរសៃសក់រុំព័ទ្ធច្រើនជាងរូបដទៃសវណ្ណខ្ញុំរកឃើញហើយរូបចម្លាក់នេះវាមិនត្រឹមតែចាស់ជាងគេទេថែមទាំងមានអារម្មណ៍ធ្ងន់និងក្តៅតិចៗខុសពីរូបដទៃមើលទៅឈើនៅត្រង់ដើមទ្រូងរបស់រូបចម្លាក់នេះក៏មានស្នាមឆ្លាក់ជ្រៅជាងគេដែររូបចម្លាក់នោះមានរាងដូចជានារីម្នាក់កំពុងលុតជង្គង់មុខរបស់នាងហាក់ដូចជាកំពុងយំវិសាលមិនស្ទាក់ស្ទើរឡើយគាត់បានយកកាំបិតព្រារបស់គាត់ហើយដាក់ទៅលើទ្រូងរបស់រូបចម្លាក់នោះវិសាលខ្ញុំសុំទោសដែលត្រូវធ្វើបែបនេះតែខ្ញុំត្រូវតែជួយម៉ាលីគាត់បានចាក់កាំបិតចូលទៅខ្លួនទ្រូងរូបចម្លាក់យ៉ាងខ្លាំងស្រាប់តែមានសំឡេងបែកផាំងមួយយ៉ាងខ្លាំងលន់ឮឡើងវាមិនមែនជាសំឡេងឈើបែកទេតែជាសំឡេងថ្មរឹងបែកមានថ្មពណ៌ខ្មៅរលោងមួយដុំបានធ្លាក់ចេញពីរូបចម្លាក់នោះវាមានពន្លឺពណ៌ក្រហមឆ្អៅហើយនៅពេលដែលវាធ្លាក់ដល់ដីថ្មនោះក៏បែកខ្ទេចខ្ទីទៅជាម្សៅផេះភ្លាមនោះលាអាងទាំងមូលបានរង្គោះរង្គរងើពន្លឺពណ៌ក្រហមខ្សោយបានហុយចេញពីរូបចម្លាក់ទាំងអស់ហើយថាមពលខ្មៅនៅក្នុងលាអាងក៏បានរលាយបាត់ភ្លាមដែរនៅខាងក្រៅលោកអាងសំឡេងស្រែករបស់លោកគ្រូឆាយក៏បានស្ងប់ស្ងាត់ទៅវិញភាពស្ងាត់ជ្រងំបានវិលត្រឡប់មកវិញប៉ុន្តែលើកនេះជាភាពស្ងប់ស្ងាត់ដោយគ្មានអំណាចអាគមពេលនោះហើយវិសាលក៏បានឃើញម៉ាលីដែលគាត់បីស្រាប់តែមានចលនានាងបានដកដង្ហើមធំមួយយ៉ាងវែងហើយភ្នែកដែលល្វីរលីនរលោងនោះក៏បានបើកឡើងហើយសម្លឹងមើលវិសាលដោយទឹកមុខពេញដោយការយល់ដឹងមាលីខ្ញុំនឹកបងណាស់គាត់បានចាប់ខ្ញុំវិសាលទឹកភ្នែកហូរម៉ាលីអូនពិតជាភ្ញាក់ហើយមិនអីទេឥឡូវបងនៅទីនេះហើយពួកគេបានជួយសង្គ្រោះព្រលឹងម៉ាលីបានហើយសុវណ្ណបានប្រថុយទៅមើលនៅច្រកចូលអាងសុវណ្ណលោកគ្រូឆាយបាត់ខ្លួនហើយគាត់ប្រហែលជាបាត់បង់អំណាចទាំងស្រុងហើយនៅពេលដែលបេះដូងថ្មរបស់គាត់ត្រូវបំផ្លាញគាត់បានបាត់ខ្លួនទៅក្នុងព្រៃងងឹតថ្មីត្បិតតែលោកគ្រូឆាយបានបាត់ខ្លួនប៉ុន្តែពួកគេដឹងថាការវិលត្រឡប់ទៅភូមិវិញមិនងាយស្រួលឡើយពួកគេនៅតែស្ថិតនៅចំកណ្ដាលព្រៃខ្មត់ដ៏ធំល្វឹងល្វើយនេះបន្ទាប់ពីបេះដូងថ្មស្នេហ៍ត្រូវបានបំផ្លាញថាមពលអាក្រក់របស់លោកគ្រូឆាយបានរលាយបាត់ទៅមាលីបានភ្ញាក់ដឹងខ្លួនវិញទាំងស្រុងនាងបានរៀបរាប់ទាំងតក់ស្លុតពីអារម្មណ៍ដែលនាងមានកាលនៅក្រោមមន្តអាគមនាងមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងយល់សេរីដ៏ផ្អែមល្ហែមប៉ុន្តែក្នុងពេលជាមួយគ្នានេះបេះដូងនិងគំនិតរបស់នាងតែងតែស្រែកហៅរកវិសាលកុសលបានរំលឺថានៅក្នុងសៀវភៅមន្តអាគមបាននិយាយថារូបចម្លាក់ឈើដែលនៅសល់គឺនៅតែផ្ទុកនៅប្រឡឹងនៃជនរងគ្រោះដទៃទៀតកុសលយើងមិនអាចទុកពួកគាត់ចោលបានទេយើងត្រូវតែរំដោះព្រលឹងទាំងនេះពួកគេបានពិនិត្យមើលរូបចម្លាក់ឈើទាំងអស់ដោយសារបេះដូងថ្មដែលជាប្រភពថាមពលត្រូវបានបំផ្លាញហើយកុសលបានប្រើមន្តអាគមការពាររបស់គាត់ហើយបានយកទឹកមន្តដែលលោកតាប៊ុនឲ្យមកស្រោចទៅលើរូបចម្លាក់នីមួយភ្លាមនោះរូបចម្លាក់ទាំងនោះបានបែកបាក់ទៅជាបំណែកទួយហើយមានពន្លឺពណ៌សទួយជាច្រើនបានហក់ចេញពីលាអាងច្បក់ទៅកាន់មេឃសុវណ្ណមើលទៅមេឃពួកគេត្រូវបានរំដោះហើយវិញ្ញាណរបស់ស្ត្រីដែលគ្រូស្នេហ៍ឆាយបានចាប់អាចទៅកាន់សុគតិភពបានហើយក្រុមទាំង4នាក់ដែលមានម៉ាលីត្រូវចេញដំណើរវិលត្រឡប់ទាំងយប់ព្រៃខ្មោចនៅតែងងឹតប៉ុន្តែឥឡូវនេះពួកគេលែងមានអារម្មណ៍ថាមានការគំរាមកំហែងពីកម្លាំងអាចកំបាំងទៀតហើយទោះបីជាយ៉ាងណាក៏ដោយម៉ាលីហត់នឿយខ្លាំងណាស់ដោយសារតែនាងមិនបានទទួលទានអាហារគ្រប់គ្រាន់និងបាត់បង់ថាមពលដោយសារមន្តអាគមវិសាលបានបីនាងស្ទើរតែគ្រប់ពេលពួកគេដើរបានពាក់កណ្ដាលផ្លូវពួកគេត្រូវឆ្លងកាត់ទន្លេតូចមួយដែលហូរយ៉ាងលឿនសុវណ្ណចង្អុលយើងត្រូវឆ្លងកាត់ទីនេះតែទឹកហូរខ្លាំងណាស់ហើយម៉ាលីមិនមានកម្លាំងគ្រប់គ្រាន់ទេខណៈពេលដែលពួកគេកំពុងរកវិធីឆ្លងទន្លេ
ស្រាប់តែពួកគេបានឮសំឡេងធ្ងរពីចម្ងាយពួកគេប្រុងប្រយ័ត្នប៉ុន្តែសំឡេងនោះមិនមែនជាសំឡេងមន្តអាគមទេតែជាសំឡេងមនុស្សឈឺចាប់ពួកគេបានដើរតាមសំឡេងនោះក៏ប្រទះឃើញលោកគ្រូឆាយគាត់ដេកដួលនៅក្រោមដើមឈើធំមួយគាត់មើលទៅចាស់ចារានិងហត់នឿយខ្លាំងណាស់អំណាចមន្តអាគមរបស់គាត់បានបាត់បង់ហើយការបាត់បង់បេះដូងថ្មបានធ្វើឲ្យគាត់ចុះខ្សោយស្ទើរតែស្លាប់វិសាលចង់សម្លាប់គាត់ដោយកំហឹងប៉ុន្តែក៏សូលបានខ្វាត់លោកគ្រូឆាយខ្សឹបដោយភាពឈឺចាប់យកនាងទៅខ្ញុំបរាជ័យហើយខ្ញុំគ្រាន់តែចង់បានស្នេហាប៉ុណ្ណោះគាត់បានរៀបរាប់រឿងរ៉ាវរបស់ខ្លួនដោយសំឡេងខ្សោយគាត់ធ្លាប់ជាគ្រូមន្តអាគមសដែលមានស្នេហាជាមួយស្រីម្នាក់ពេលនាងបដិសេធតគាត់ក៏ខឹងសម្បាហើយបានប្រកាសបេះដូងថ្មស្នេហ៍ដើម្បីកុំឲ្យខ្លួនឯងមានអារម្មណ៍ឈឺចាប់និងចាប់ស្រីឲ្យមកបំរើនៅពេលបេះដូងថ្មត្រួយបំផ្លាញគាត់ក៏វិលត្រឡប់ទៅរកភាពជាមនុស្សធម្មតាវិញជាមួយនឹងទុក្ខសោកនិងភាពឯកានៃការបាត់បង់វិសាលសម្លឹងមើលម៉ាលីយើងមិនមែនជាអ្នកកាត់ក្តីឯងទេឯងនឹងត្រូវទទួលទោសដោយសារអំពើរបស់ឯងហើយឯងបាត់បង់អ្វីទាំងអស់ដោយសារតណ្ហារបស់ឯងពួកគេបានបន្សល់ទុកលោកគ្រូឆាយនៅទីនោះដោយដឹងថាគាត់នឹងមិនអាចរួចខ្លួនពីព្រៃបានឡើយដោយគ្មានកម្លាំងនិងមន្តអាគមការពារពួកគេក៏បានបន្តដំណើរឆ្លងទន្លេដោយមានជំនួយពីសូវណ្ណពួកគេបានត្រឡប់ទៅកាន់ផ្លូវលំដែលនាំទៅភូមិវិញបន្ទាប់ពីការធ្វើដំណើរដ៏លំបាកឆ្លងកាត់ព្រៃដ៏ធំល្វឹងល្វើយពេញមួយយប់និងពាក់កណ្ដាលថ្ងៃវិសាលសូវណ្ណកុសលនិងមាលីបានលេចមុខនៅមាត់ភូមិត្រពាំងត្រែងព្រះអាទិត្យកំពុងរះខ្ពស់ត្រដែតនៅលើមេឃអ្នកភូមិដែលកំពុងចអស់សង្ឃឹមនិងបានត្រៀមខ្លួនសម្រាប់ពិធីសែនព្រេនបណ្ដេញគ្រោះបានឃើញក្រុមអ្នកផ្សងព្រេងត្រឡប់មកវិញពួកគេបានស្រែកហូដោយក្តីរីករាយនិងលាយលំដោយការតក់ស្លុតនៅពេលឃើញម៉ាលីនៅជាមួយវិសាលលោកតាប៊ុនជាមេភូមិបានរត់មកអោបវិសាលតាំងទឹកភ្នែកលោកតាប៊ុនអរគុណព្រះអរគុណទេវតាឯងពិតជាក្លាហានណាស់វិសាលមាលីក៏ត្រឡប់មកវិញហើយតើមានរឿងអ្វីកើតឡើងតើគ្រួស្នេហ៍នោះទៅណាវិសាលបានអោបម៉ាលីយ៉ាងណែនហើយបានរៀបរាប់ដំណើររឿងទាំងអស់ការស្វែងរកស្នាមដានការប្រឈមមុខដាក់គ្នាជាមួយលោកគ្រូឆៃការបង្ផ្លាយបេះដូងថ្មនិងការរំដោះប្រលឹងយន្តរងគ្រោះដទៃទៀតកុសលបានបង្ហាញសៀវភៅមន្តអាគមខ្មៅរបស់លោកគ្រូឆៃដែលគាត់បានលួចយកមកជាមួយសៀវភៅនោះបានបញ្ជាក់យ៉ាងច្បាស់អំពីអំពើអាក្រក់របស់គ្រូស្នេហ៍ដែលបានធ្វើទៅលើស្រីនៅភូមិជិតខាងជាច្រើនទសវត្សរ៍មកហើយកុសលយើងមិនបានសម្លាប់គាត់ទេលោកតាតែគាត់បានបាត់បង់អំណាចទាំងស្រុងហើយគាត់នៅតែដេកដួលនៅកណ្ដាលព្រៃដោយសារគាត់បាត់បង់បេះដូងថ្មស្នេហ៍គាត់នឹងរងទុក្ខវេទនាដោយភាពឯការហូតដល់ថ្ងៃស្លាប់អ្នកភូមិដែលធ្វេសភ័យខ្លាចគ្រូស្នេហ៍ឆាយឥឡូវនេះមានអារម្មណ៍ធូរស្រាលនិងត្រេកអរយ៉ាងខ្លាំងចំពោះជោគវាសនាដ៏ស័ក្តិសមរបស់គាត់ជាច្រើនសប្តាហ៍ក្រោយមកញ៉ាបុរបាញ់ដែលក្លាហានមួយក្រុមបានចូលទៅក្នុងព្រៃខ្មោចដើម្បីស្វែងរកទីតាំងរបស់លោកគ្រូឆាយពួកគេបានរកឃើញផ្ទះខ្ទុំរបស់គាត់នៅកណ្ដាលភ្នំដែលឥឡូវនេះវាមើលទៅដូចជាទីវាលរហូតឋានដែលគ្មាននរណារស់នៅពួកគេក៏បានរកឃើញក្រុមឆ្អឹងចាក់មួយនៅក្រោមដើមឈើធំក្បែរមាត់ទន្លេយោងតាមសម្លៀកបំពាក់របស់ក្រុងឆ្អឹងនោះលោកគ្រូឆាយប្រកាសជាបានស្លាប់ដោយភាពឯកានិងអស់កម្លាំងនៅក្នុងព្រៃងងឹតព្រៃខ្មោចលែងមានគ្រូស្នេហ៍ទៀតហើយភូមិត្រពាំងត្រែងបានវិលត្រឡប់ទៅរកភាពស្ងប់សុខវិញមាលីសម្រាកបានមួយរយៈហើយបានជាសះស្បើយទាំងស្រុងពីផលប៉ះពាល់នៃមន្តអាគមវិសាលនិងម៉ាលីបានសម្រេចចិត្តបន្តរៀបចំពិធីមង្គលការរបស់ពួកគេបានរៀបចំពិធីដ៏អធិកធមប្រភេទដែលជាការអបអរមិនត្រឹមតែសម្រាប់ស្នេហ៍របស់ពួកគេប៉ុណ្ណោះទេតែជាការអបអរដល់ជ័យជំនះនៃភាពក្លាហាននិងសេចក្តីស្មោះត្រង់លើអំណាចអាក្រក់ផងដែរបន្ទាប់ពីព្រៃខ្មោចត្រូវបានរំដោះចេញពីអំណាចរបស់លោកគ្រូឆាយរយៈពេលជាច្រើនខែបានកន្លងផុតទៅជីវិតនៅភូមិត្រពាំងត្រែងបានវិលត្រឡប់មករកភាពធម្មតាវិញដោយមានសន្តិភាពនិងភាពកក់ក្ដៅគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងតំបន់ដែលខ្ទមរបស់គ្រូស្នេហ៍ធ្លាប់ស្ថិតនៅនោះទេប៉ុន្តែការភ័យខ្លាចចំពោះគ្រូស្នេហ៍ឆាយបានរលាយបាត់អស់ហើយថ្ងៃដ៏សំខាន់របស់វិសាលនិងម៉ាលីក៏បានមកដល់ពិធីមង្គលការត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមបំផុតនៅក្នុងភូមិ
អ្នកភូមិទាំងអស់បានមកចូលរួមដោយទឹកមុខរីករាយនិងបានជូនពរដល់គូស្វាមីភរិយាថ្មីវិសាលកាន់ដៃម៉ាលីដោយក្តីស្រឡាញ់អូនអើយជីវិតបងគឺជាអូនអរគុណដែលនៅតែរងចាំបងហើយអរគុណដែលបងបានរកឃើញអូនវិញសេចក្តីស្នេហ៍ពិតរបស់បងបានឈ្នះលើមន្តស្នេហ៍ខ្មៅហើយម៉ាលីញញឹមយ៉ាងស្រស់ស្អាតបងបើគ្មានភាពក្លាហាននិងសេចក្តីស្មោះត្រង់របស់បងទេអូនប្រកាសជាបាត់បង់អស់ហើយអូនរៀនហើយថាស្នេហាពិតគឺការចេញពីបេះដូងមិនមែនការចេញពីមន្តអាគមឡើយលោកតាបុនដែលជាមេភូមិបានថ្លែងសុន្ទរថាក្នុងពិធីជប់លៀងនោះដោយមានការចូលរួមពីសុវណ្ណនិងកុសលដែលជាវីរបុរសរួមចំណែកដ៏សំខាន់លោកតាបុនរឿងរ៉ាវរបស់វិសាលនិងម៉ាលីមិនត្រឹមតែជារឿងស្នេហាទេតែជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នាមន្តអាគមខ្មៅអាចនឹងមានអំណាចខ្លាំងតែវាមិនអាចយកឈ្នះលើសេចក្តីស្មោះត្រង់ការលះបង់និងភាពក្លាហានឡើយព្រៃខ្មោចឥឡូវនេះបានបាត់បង់អំណាចដ៏អាក្រក់ហើយចាប់ពីពេលនេះទៅភូមិរបស់យើងនឹងរស់នៅដោយសេចក្តីសុខនិងការពារគ្នាទៅវិញទៅមកសុវណ្ណបានក្លាយជាអ្នកណែនាំផ្លូវប្រចាំភូមិជួយអ្នកភូមិឲ្យស្វែងរកឱសថដោយសុវត្ថិភាពនៅមាត់ព្រៃចំណែកកុសលបានត្រឡប់ទៅវត្តវិញដើម្បីរៀនសូត្រមន្តអាគមការពារឲ្យបានកាន់តែច្បាស់ដើម្បីការពារភូមិពីអំពើអាក្រក់នាពេលអនាគតរីឯវិសាលនិងម៉ាលីបានរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលនិងបានរួមចំណែកយ៉ាងសកម្មនៅក្នុងអភិវឌ្ឍភូមិស្នេហារបស់ពួកគេបានក្លាយជាតំណាលរាត្រីដែលអ្នកភូមិនិងភូមិជិតខាងតែងតែលើកយកមកនិយាយដើម្បីរំលឹកពីជ័យជំនះនៃសេចក្តីល្អដូច្នេះហើយរឿងនិទានគ្រូស្នេហ៍ព្រៃខ្មោចបានបន្សល់ទុកនូវមេរៀនមួយថាអំណាចណាក៏ដោយក៏មិនអាចយកឈ្នះលើសេចក្តីស្នេហ៍ពិតដែលចេញពីបេះដូងដ៏បរិសុទ្ធបានឡើយសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលតាមដានរឿងគ្រូស្នេហ៍ព្រៃខ្មោចពីដើមដល់ចប់ប្រសិនបើលោកអ្នកចូលចិត្តរឿងនេះសូមជួយចុច like share និង subscribe ផង